ពេលទូរស័ព្ទសល់ថ្មតែ1%តើអ្នកហ៊ានធ្វើរឿងអស់ទៅនេះអត់ថ្ម1%គឺជាពេលដែលទូរស័ព្ទទូទៅចុះចាញ់ហើយប៉ុន្តែ1%នៅលើ Vivo V50 Lite នេះនៅតែអាចធ្វើរឿងបានជាច្រើនមុនដំបូងខ្ញុំកំងកាហ្វេមួយសិនដែលចំណាយពេលប្រហែលជាខ្ទង់20នាទីដែរតម្រាំតែគេដឹកមកដល់ហើយបើសិនជាទូរស័ព្ទនឹងអលត់គឺអត់មានអីទូទាត់លុយអីគេទេតែ20នាទីរៀងយូរដែរអញ្ចឹងខ្ញុំក៏សម្រេចចិត្តថាយកវាទៅថតរូបលេងពី3សន្លឹកសិនទៅអូខេឥឡូវគេតែមកហើយអញ្ចឹងយើងទៅយកកាហ្វេសិនខ្ញុំតែមកដល់បងបាទអញ្ចឹងបន្ទាប់ពីទូទាត់លុយហើយក៏ទូរស័ព្ទវាអត់តន់អលត់ទៀតអញ្ចឹងកុំឲ្យខាតខ្ញុំថតរូបលេង 4-5 ប៉ុស្តិ៍ទៀតតែម្ដងទៅខ្ញុំជឿថាមានបងប្អូនយើងមួយចំនួនមានតម្រូវការប្រើប្រាស់ទូរស័ព្ទច្រើនមែនទែនសម្រាប់ការងារប្រចាំថ្ងៃទូរស័ព្ទមុំគឺអាចតស៊ូជាមួយបងប្អូនបានពេញមួយថ្ងៃនោះទេហើយបើទូរស័ព្ទដែលមានទំហំថ្មធំខ្លះមានទម្ងន់ធ្ងន់និងកម្រាស់ក្រាស់ថែមទៀតដូច្នេះថ្ងៃនេះខ្ញុំសូមបង្ហាញនៅទូរស័ព្ទថ្មីមួយដែលមានថ្មធំរហូតដល់ 6500 មីលីអាំពែម៉ោងប៉ុន្តែមានកម្រាស់ស្ដើងត្រឹមតែ 7.79 មីលីម៉ែត្រប៉ុណ្ណោះអមជាមួយភាពធន់ពីការធ្លាក់កាមេរ៉ាថតរូបបានស្អាតព្រមជាមួយនឹងមុខងារ AI ផ្សេងៗទៀតគឺ Vivo V50 Lite យ៉ាងណាក៏ដោយថាមពលថ្មវាគ្រាន់តែជាផ្នែកមួយតែប៉ុណ្ណោះនៅមានចំណុចសំខាន់ផ្សេងៗទៀតដែលយើងត្រូវតែដឹងផ្ដើមចេញពីរូបរាងខាងក្រៅទៅមុន Vivo V50 Lite មានពីរពណ៌សម្រាប់ជ្រើសរើសគឺ Titanium Gold និងពណ៌នៅក្នុងដៃរបស់ខ្ញុំនេះគឺជា Phantom Black ដែលមានពណ៌ខ្មៅតែបែកទៅជាពណ៌ស្វាយផ្លេកៗនៅពេលត្រូវនឹងពន្លឺលើកនេះគេបានប្រើរចនាប័ទ្មអេក្រង់រាបស្មើនិងគែមទូរស័ព្ទរាងជ្រុងដែលវាត្រូវគ្នាជាមួយនឹងចំណូលចិត្តអ្នកប្រើប្រាស់បច្ចុប្បន្នភាគច្រើនទូរស័ព្ទនេះក៏ធន់នឹងការធ្លាក់ផងដែរដោយវាមានការទទួលស្គាល់ពី SGS 5 Star Drop Resistant បូករួមជាមួយនឹងវិញ្ញាបនបត្រទទួលស្គាល់ភាពធន់កម្រិតស្តង់ដារយោធាចំពោះអេក្រង់យើងទទួលបាន Panel ប្រភេទ AMOLED 120Hz ទំហំ 6.77 inch ដែលមាន resolution 2392 x 1080 ស្មើនឹង 387 ppi អាចបង្ហាញពន្លឺខ្ពស់បំផុត 1800 nits ដែលអាចចាត់ចូលជាអេក្រង់ដ៏ល្អមួយស័ក្តិសមទាំងការមើលមាតិកានៅលើបណ្ដាញសង្គមការមើល YouTube ក៏ដូចជាការមើលវីដេអូផ្សេងៗបានយ៉ាងច្បាស់ល្អហើយក៏អាចកាន់ថតរូបនៅក្រៅក្រោមពន្លឺថ្ងៃបានស្រួលដែរអេក្រង់ប៉ុណ្ណេះបូករួមជាមួយនឹង stereo speaker 2គ្រាប់វាសមល្មមសម្រាប់ការកម្សាន្តបានយ៉ាងពេញភ្នែកហើយ stereo speaker នេះក៏អនុញ្ញាតឲ្យយើងបើកសំឡេងខ្ពស់រហូតដល់ 400% ថែមទៀតផង That's funny. My actions? I stopped a war. Question myself in the same situation and consider the consequences. People were going to die. និយាយដល់រឿងថតរូបខ្ញុំក៏បានថតរូបជាមួយនឹង Vivo V50 Lite នេះច្រើនគួរសមដែរចឹងឥឡូវយើងនាំគ្នាទៅមើលពីសមត្ថភាពកាមេរ៉ារបស់វាបន្តិចទៅ Vivo V50 Lite នេះមានកាមេរ៉ាទំហំ50 megapixel ប្រើ sensor Sony IMX882 aperture f1.79 ដែលយើងអាចថតរូបបាន1គុណនិង2គុណបានច្បាស់អមដោយ sensor 2 megapixel មួយទៀតសម្រាប់ជំនួយដល់មុខងារ portrait ឲ្យកាន់តែល្អប្រសើរចំពោះការថតរូបទូទៅយើងទទួលបានរូបភាពដែលមានពណ៌ដិតស្រស់ល្អនិងអាចកណនាពន្លឺទាញ dynamic range បានស្មើសាច់ល្អដែរទោះជាក្នុងករណីយើងថតរូបបញ្ច្រាស់ពន្លឺថ្ងៃក៏ដោយចំណែកការថតរូប portrait វិញវាជួយកាត់ស្នាមព្រាល background និងជួយសម្រួលពន្លឺនៅលើផ្ទៃមុខបានស្មើល្អផងដែរចំពោះកាមេរ៉ា selfie យើងទទួលបានកម្រិតច្បាស់32 megapixel aperture f2.45 ដែលអាចថត selfie ដោយបើក portrait mode ក៏បានដែរករណីដែលយើងថតរូបជាប់អ្នកដទៃដែលចៃដន្យយើងក៏អាចប្រើមុខងារ AI Erase 2.0 ដើម្បីលុបចំណុចដែលយើងមិនចង់បាននឹងចេញបានយ៉ាងរហ័សហើយស្អាតថែមទៀតចំពោះមុខងារ AI មួយទៀតគឺ AI Photo Enhance ដែលវាផ្ដោតទៅលើការជួសជុលរូបដែលព្រាលឲ្យមកជារូបភាពដែលច្បាស់វិញងាកមកកម្លាំងម៉ាស៊ីនវិញ Vivo V50 Lite នេះដំណើរការដោយ chip Snapdragon 685 RAM 8GB បូក 8GB បន្ថែមនិងទំហំផ្ទុក 256GB ដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Funtouch OS 15ផ្គត់ផ្គង់ដោយថាមពលថ្ម Blue Volt ទំហំ 6500 មីលីអាំពែម៉ោងដែលគ្រប់គ្រងការសាកចូលវិញបានរហូតដល់ 90W ជាមួយនឹងឆ្នាំងសាកដែលមាននៅក្នុងប្រអប់ស្រាប់ចំពោះកម្លាំងម៉ាស៊ីនប៉ុណ្ណេះបើយើងនិយាយពីការប្រើប្រាស់ទូទៅប្រចាំថ្ងៃគឺវាគ្រប់គ្រាន់ហើយទាំងការប្រើប្រាស់បណ្ដាញសង្គមការកម្សាន្តការប្រើទំនាក់ទំនងអីផ្សេងៗគឺរលូនល្អមែនទែនហើយការលេងហ្គេមក៏មិនមានបញ្ហាចោទអ្វីដែរហើយនៅពេលដែលយើងសាកថ្មមួយពេញយើងអាចរំពឹងថាបើសិនជាយើងមើល YouTube គឺបានរហូតដល់ខ្ទង់ប្រហែលជា27ម៉ោងឯណោះហើយបើលេងហ្គេមវិញគឺបានខ្ទង់ប្រហែលជា10ម៉ោងហើយនៅពេលដែលថ្មវាធ្លាក់សល់ត្រឹមតែ 1% ក៏យើងនៅតែអាចធ្វើរឿងជាច្រើនបានដែរដូចខ្ញុំបង្ហាញអ្នកទាំងអស់គ្នាពីដំបូងអញ្ចឹងខ្ញុំអាច order កាហ្វេអាចចេញទៅថតរូប selfie ថតរូបពី3សន្លឹកអីបានហើយថ្មវាអត់តន់លត់ទេនិយាយរួមទៅបើសិនជាយើងចង់ប្រើវាឲ្យអស់ក្នុងមួយថ្ងៃហ្មងគឺរៀងពិបាកខ្លាំងមែនទែនលុះតែយើងនឹងអ្នកប្រើទូរស័ព្ទច្រើនមើលវីដេអូច្រើនឬក៏លេងហ្គេមច្រើនទើបអាចប្រើទូរស័ព្ទនឹងមួយថ្ងៃអស់ថ្មហ្មងប៉ុន្តែបើយើងនិយាយពីអ្នកប្រើប្រាស់ទូទៅយើងអាចប្រើបាន2ថ្ងៃបានយ៉ាងស្រួលហើយបើអ្នកប្រើរៀងតិចដែរវាអាចនឹងលោតដល់3ថ្ងៃទៀតក៏ថាបានដែរអូនៅមានមុខងារមួយទៀតដោយសារតែទូរស័ព្ទនេះទំហំថ្មវាធំអញ្ចឹងយើងក៏អាចយកវាដើរតួជា power bank ដើម្បីសាកថ្មទៅកាន់ឧបករណ៍ដទៃឬក៏ទូរស័ព្ទដទៃបានដែរ
ចំពោះគំនិតរបស់ខ្ញុំទូរស័ព្ទមួយនេះវាស័ក្តិសមមែនទែនសម្រាប់បងប្អូនដែលការងារប្រចាំថ្ងៃរបស់គាត់ពឹងផ្អែកទៅលើទូរស័ព្ទច្រើនឧទាហរណ៍យើងមើលឃើញជាក់ស្ដែងដូចជាបងខាង delivery ឬក៏រថ taxi ឬក៏ pass app អីជាដើមគឺមុខរបររបស់គាត់វារត់នៅលើទូរស័ព្ទនឹងតែម្ដងអញ្ចឹងយើងត្រូវការទូរស័ព្ទមួយដែលមានថ្មធំមួយទៀតអាចថាត្រូវជាមួយនឹងបងប្អូនយើងមួយផ្នែកទៀតដែលចូលចិត្តផ្សងព្រេងឬក៏ការងាររបស់គាត់ហ្នឹងត្រូវការធ្វើដំណើរចូលព្រៃឬក៏ទៅកន្លែងដែលអត់មានអគ្គិសនីហ្នឹងយូរមួយថ្ងៃឬក៏មួយយប់ពីរយប់អីចឹងទៅអញ្ចឹងយើងប្រើទូរស័ព្ទនេះយើងអត់ភ័យខ្លាចអស់ថ្មតាមផ្លូវទេករណីទី2គឺសម្រាប់អ្នកដែលនិយមប្រើទូរស័ព្ទ2គ្រឿងអាចថាទី1គឺជា flagship ដែលមានកាមេរ៉ាធំឬក៏មានមុខងារអីផ្សេងសម្រាប់ការងាររបស់ខ្លួនហើយប៉ុន្តែត្រូវការទូរស័ព្ទមួយទៀតអញ្ចឹងទូរស័ព្ទទី2វាអាចជា power bank សាកទៅវិញឬក៏ជាឧបករណ៍មួយដែលនៅរក្សាទំនាក់ទំនងរបស់យើងជាមួយនឹងមុខរបរការងាររកស៊ីរបស់យើងអញ្ចឹង Vivo V50 Lite នេះបច្ចុប្បន្នមានលក់នៅលើទីផ្សារហើយក្នុងតម្លៃ$329ជាមួយនឹងកាដូប្រណិត V Series អមជាមួយនឹងការធានារយៈពេលពេញ1ឆ្នាំហើយចំពោះវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេយើងនឹងជួបគ្នាវីដេអូក្រោយ Vivo